បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនាយផ្លយទៀតដែរពេលនេះខ្ញុំបាទមានព័ត៌មានតាក់ទងរឿងគូស្នេហ៍វ័យក្មេងបាទហើយរឿងនេះបាទខ្មែរយើងដាក់ចំណងជើងថារឿងទុំទាវបងប្អូនបាទឥឡូវយើងកុំឲ្យខាតពេលយូរតើរឿងនេះមានអត្ថន័យមានខ្លឹមសារដោយម្ដេចបាទឥឡូវយើងតាមដានទាំងអស់គ្នាបាទពុទ្ធោគូស្នេហ៍វ័យក្មេងអាយុ13ឆ្នាំបាទជាត្រូវបង្ខំឲ្យរៀបការព្រោះតែរឿងទុំមុនស្រកៀលបាទមានផ្ទៃពោះ5ខែទៅរៀបការបាទកាលពីពេលថ្មីកន្លងទៅនេះកូនកំឡោះក្រមុំវ័យក្មេងមួយគូអាយុទៅតែ13ឆ្នាំតែប៉ុណ្ណោះបានចាប់ដៃគ្នារៀបមង្គលការនៅក្នុងភូមិមួយនៅក្នុងប្រទេសចិនកំពុងតែคล้ายជារឿងចម្រុងចម្រាស់មួយនៅលើអ៊ីនធឺណិតបាទបើយោងតាមព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថារូបភាពនិងវីដេអូឃ្លីបមង្គលការថ្មីថ្មោងរបស់គូស្នេហ៍វ័យក្មេងមួយគូដែលមិនត្រូវបានគេបង្ហោះអត្តសញ្ញាណនេះបានរៀបចំធ្វើឡើងកាលពីខែមុននេះនៅក្នុងតំបន់ឌីងអានខេត្តហៃណានប្រទេសចិនខណៈខាងកូនក្រមុំត្រូវបានគេរាយការណ៍ថានាងមានផ្ទៃពោះ5ខែមកហើយបាទជាក់ស្ដែងតាមរយៈវីដេអូឃ្លីបគេឃើញកូនកំឡោះក្រមុំបានស្លៀកឈុតសម្លៀកបំពាក់បែបប្រពៃណីចិនពណ៌ក្រហមពេលគេធ្វើការគោរពនៅចំពោះមុខដូនតានិងអនាគតឪពុកក្មេកម្ដាយក្មេកទាំងសងខាងដោយមានការចូលរួមពីសំណាក់អ្នកភូមិនិងបងប្អូនសាច់ញាតិយ៉ាងច្រើនកុះករអ្នកនិយមលេងបណ្ដាញសង្គមបាននាំគ្នាបញ្ចេញមតិសម្ដែងការរិះគន់និងព្រួយបារម្ភចំពោះអនាគតប្តីប្រពន្ធវ័យក្មេងទាំងពីរនាក់នេះយ៉ាងខ្លាំងបាទនោះក៏ដោយសារតែពួកគេហាក់នៅក្មេងខ្ចីពេកដែលនឹងមិនទាន់អាចចេះគិតគូរវែងឆ្ងាយនិងមិនទាន់ចេះមើលថែគ្នាទៅវិញទៅមកបានបាទទោះបីជាពិធីដំណើរការយ៉ាងណាក្តីមន្ត្រីនៅក្នុងតំបន់ម្នាក់បាននិយាយថាដោយសារមង្គលការមួយនេះកូនកំឡោះកូនក្រមុំមានវ័យមិនទាន់គ្រប់អាយុដូច្នេះគេក៏មិនអាចសុំចោះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់បានឡើយបាទនេះជាករណីមួយគឺគាត់រៀបការមិនទាន់គ្រប់អាយុខាងផ្លូវច្បាប់គេមិនទាន់ឲ្យសុំចោះសម្បត្តិអាពាហ៍ពិពាហ៍បានឡើយបាទគួរឲ្យដឹងថាអាយុស្របច្បាប់ដែលមានសិទ្ធិអាចរៀបការបាននៅក្នុងប្រទេសចិនគឺតម្រូវឲ្យភាគីខាងស្រីមានអាយុ20ឆ្នាំចំណែកឯភាគីខាងប្រុសត្រូវមានអាយុ22ឆ្នាំបាទនេះជាកាតព្វកិច្ចរបស់គាត់គឺភាគីខាងស្រីអាយុ20ឆ្នាំនិងភាគីខាងបុរសអាយុ22ឆ្នាំបាទប៉ុន្តែចំពោះអាពាហ៍ពិពាហ៍នេះគឺ13ឆ្នាំទេគឺខុសស្រឡះបាទទំនាក់ទំនងទៅនឹងពិធីរៀបមង្គលការរបស់គូស្នេហ៍វ័យក្មេងខាងលើនេះដែរគឺគ្រាន់តែជាការអនុវត្តតគ្នាពីបុរាណមកបាទទៅតាមតំបន់ស្រុកភូមិដាច់ស្រយាលមួយចំនួនក្នុងប្រទេសចិនប៉ុណ្ណោះប៉ុន្តែมันមានការទទួលស្គាល់ជាផ្លូវការឡើយជាហេតុធ្វើឲ្យមហាជនជាច្រើនកាត់ក្តីព្រួយបារម្ភខ្លាំងក្រៃលែងតែអ្នកស្រុកភូមិនៅតំបន់បន្តទំនៀមទម្លាប់មួយនេះបាទដោយមិនគិតគូរពីវ័យកូនចៅរបស់ពួកគេបាទពួកគេចំនួនក្រោយមុនការសម្រេចចិត្ត
រៀបមង្គលការសាងអនាគតគ្រួសារទាំងមិនដឹងពីផលអវិជ្ជមានដែលនឹងកើតមានឡើងនៅថ្ងៃអនាគតឡើយបាទហើយចំពោះព័ត៌មាននេះគឺការរៀបមង្គលការដែលកូនកំមុំកូនកំលោះមានអាយុវ័យក្មេងមែនតែនបាទតែច្បាប់ប្រទេសចិនគេកំណត់ខាងស្រីមានអាយុ20ឆ្នាំរីឯខាងប្រុសគឺអាយុ22ឆ្នាំប៉ុន្តែនេះគឺករណីនេះប៉ូលីសមិនអនុញ្ញាតឲ្យចោះសម្បត្តិអាពាហ៍ពិពាហ៍បានឡើយបាទព្រោះខុសនឹងច្បាប់របស់ប្រទេសចិនបាទហើយនេះដែរគឺជាព័ត៌មានទាក់ទងនឹងរឿងទុំមុនស្រគៀលបាទហើយចឹងព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ